និទានរឿងដំណើរកំសាន្តទៅលេងកោះរបស់ត្រីដូហ្វីននៅក្នុងសមុទ្រមួយដ៏ស្រស់ស្អាតមានត្រីដូហ្វីនឈ្មោះជេនលីដែលរស់នៅក្នុងជ្រលងបាតសមុទ្រជេនលីជាសត្វក្មេងដែលចូលចិត្តការផ្សងព្រេងមួយថ្ងៃវាបានស្ដាប់ពីអំបុកថ្មដែលនិយាយអំពីកោះមួយឆ្ងាយដែលស្ថិតនៅក្រោយស្រមោលធំៗដោយមានបរិយាកាសស្រស់ស្អាតនិងសត្វសមុទ្រប្លែករស់នៅទីនោះជេនលីបានសម្រេចចិត្តធ្វើដំណើរកំសាន្តទៅកាន់កោះនោះវាបានលោកឪពុកអាម៉ាចូលរួមផងដែរនៅលើដំណើរទៅកោះពិសេសនោះវាបានជួបសត្វក្តាមសាច់ឈ្មោះកាក់កូសត្វត្រីពណ៌ស្រស់ឈ្មោះម៉ារីនិងសត្វបន្លិចឈ្មោះ CP ដែលសុទ្ធតែមានការសប្បាយរីករាយក្នុងការជួយណែនាំផ្លូវនិងចែករំលែកអាហារដែលពួកគេយកមកបន្ទាប់ពីពេលខ្លីពួកគេបានទៅដល់កោះនោះគឺជាកោះតូចមួយមានទឹកសមុទ្រច្បាស់ស្រស់អ្នកសមុទ្រមានភាពរួសរាយរីករាយនិងព្រឹត្តិការណ៍លេងល្បែងសប្បាយជេនលីនិងមិត្តភ័ក្តិនៅលេងខ្យល់ភ្លុះលើទឹកជិះលើខ្យល់ឆ្នេរអណ្ដូងហើយបង្ហាញស្នាដៃរាំនៅក្នុងពិធីយប់ពេលវេលាហាក់ដូចជាហោះហើរដូចពុកទីបំផុតពួកគេចាំបាច់ត្រូវតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញជេនលីបានសន្យាថានឹងត្រឡប់ទៅកាន់កោះនោះម្ដងទៀតហើយនឹងនាំមិត្តភ័ក្តិថ្មីឲ្យបានច្រើនជាងនេះបិទបញ្ចប់ការផ្សងព្រេងនាំឲ្យយើងស្វែងរកទេសភាពថ្មីនិងមិត្តភាពថ្មីដូចជាដំណើររបស់ជេនលីទៅកោះសមុទ្រប្លែកនោះ